ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំបានទៅលេងនៅផ្ទះមីរបស់ខ្ញុំបាទហើយក៏ចែកដនខ្លាំងមែនទែនបាទដែលបានឃើញគោលលូតបាទហើយនេះផងដែរគឺគេហៅថាសុកគោបាទបងប្អូនហ្នឹងហើយនេះផងដែរគឺមីរបស់ខ្ញុំកំពុងតែលាងបាទសង្អាតវាដោយសារតែការដែលលូតនឹងការដែលធ្លាក់ដល់ដីនឹងអត់មានអ្នកនៅចាំមើលអញ្ចឹងណាហ្នឹងហើយរវល់ការងាររៀងខ្លួនទៅពេលធ្លាក់មកប្រឡាក់ដីអស់មិនអីនាំគ្នាអង្គុយបេះសម្រាមនៅជប់នឹងកតិកទីរបស់វាអញ្ចឹងហ្នឹងហើយទ្រាំនឹងបេះវាបានអញ្ចឹងបងប្អូនហ្នឹងហើយគឺចំណាយពេលយូរខ្លាំងមែនទែនបាទហើយនេះផងដែរកំពុងតែអង្គុយបេះវាបាទហើយនេះគឺជាសុកគោបាទដែលបងប្អូនពេញនិយមតែតាមទីជនបទអញ្ចឹងណាបងប្អូនហ្នឹងហើយដែលគាត់តែងហូបមើលទៅទំនងខ្លាំងមែនទែនបាទហើយរបស់នេះគឺជារបស់កម្រដែរបាទដែលមិនងាយគោនឹងលួចចេញអញ្ចឹងទេបាទហើយនេះផងដែរមីរបស់ខ្ញុំបានលាងស្អាតហើយបាទហើយក៏យកមកដាក់ស្រោះវាអញ្ចឹងណាបងប្អូនហ្នឹងហើយស្រោះគឺមានដូចជាស្លឹកក្រូចសើចហើយនឹងដាក់គល់អក្រីដាក់ដែកដាក់អីចឹងណាបងប្អូនហ្នឹងហើយដើម្បីឲ្យវាមានក្លិនឈ្ងុយអញ្ចឹងណានឹងហើយវាកាត់ចាបកាត់អីផងបាទហើយនេះផងដែរស្រោះចិត្តច្រើនណាបាទកំពុងតែដាក់វាសិនបាទហ្នឹងហើយបន្ទាប់មកយើងក៏ទុកវានឹងសិនហ្នឹងហើយយើងមកធ្វើទឹកជ្រលក់ម្ដងបាទទឹកជ្រលក់របស់យើងគឺធ្វើលក្ខណៈដូចទឹកអំពិលទុំអញ្ចឹងប៉ុន្តែយើងអត់ប្រើអំពិលទេបាទយើងប្រើលក្ខណៈខ្ទឹមអីចឹងហ្នឹងហើយយើងដាក់ជាមួយនឹងទឹកគេថាស្រស់មិញហ្នឹងហើយបងប្អូនហើយប្រទេសគឺយើងដាក់រឿងច្រើនមកទំនងខ្លាំងទេបាទហើយនេះគឺជាចុងភៅរបស់យើងបាទខាងធ្វើទឹកជ្រលក់បាទហើយប្រទេសគឺចង់ដាក់ច្រើនបាទព្រោះអីអាហ្នឹងទៅហឹលបានឆ្ងាញ់បាទទឹកជ្រលក់របស់យើងហ្នឹងហើយបន្ទាប់ពីធ្វើគ្រឿងពុបមកហើយបន្ទាប់មកក៏សក់គោរបស់យើងក៏បានទាំងពុះហើយបាទហ្នឹងហើយកំពុងតែពុះហើយគ្រុកបាទហើយផ្សែងមកទៅទំនងខ្លាំងមែនទែនមកអូយគាត់តែនឹកឃើញក៏ឃ្លាមម្ដងទៀតបងប្អូនហ្នឹងហើយតែគិតទៅក៏មិនងាយមានដែរបាទនៅតំបន់តាមជនបទអញ្ចឹងណាហ្នឹងហើយនេះផងដែរក៏បានឆ្អិនហើយបាទហើយឲ្យចុងភៅយកមកហាន់ជជូនបងប្អូនឃើញអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីហាន់ប៉ាប់មកបាទមកទៅទំនងខ្លាំងមែនទែនបងប្អូនអើយហ្នឹងហើយហាន់ចឹងហើយខ្ញុំក៏បានយកភ្លក់មើលមួយបាទខ្ញុំលើកទី1ដែលបានញ៉ាំរបស់ចឹងបាទពេលដែលបានញ៉ាំហើយគឺឆ្ងាញ់ខ្លាំងមែនទែនបងប្អូនអើយបាទបន្ទាប់មកក៏ខ្ញុំឲ្យមេចុងភៅយើងញ៉ាំម្ដងបាទថាទំនងខ្លាំងប៉ុណ្ណាបាទបងប្អូនហ្នឹងឥឡូវគាត់កំពុងតែយកចង្កឹះមកចាប់ហើយបាទអូយគាត់តែនឹកឃើញក៏ឃ្លាមម្ដងទៀតដែរបងប្អូនអើយប៉ុន្តែមិនងាយមានទេរបស់អញ្ចឹងបាទហ្នឹងហើយដាក់ម្ទេសដាក់អីចឹងហើយទឹកត្រីរបស់យើងបាទអូទំនងខ្លាំងណាស់បងប្អូនហើយក៏អរគុណច្រើនបងប្អូនដែលបានមើលវីដេអូមួយនេះផងដែរ